cloud lock ហ្នឹងគឺកន្លែងទៅនេះវាចេញពាក្យថា off អញ្ចឹងមានន័យថាទូរស័ព្ទបងប្អូនអត់មានជាប់ iCloud ទេប៉ុន្តែបើកន្លែងនេះមានពាក្យ on ហ្នឹងកន្លែងដែលខ្ញុំចោលនេះកន្លែងនេះបើមានតែពាក្យ on អញ្ចឹងកន្លែងនេះមានន័យថាទូរស័ព្ទបងប្អូនជាប់ iCloud អញ្ចឹងកាលណាពេលយើង reset ទៅវាអាចនឹងទាមទារ password email ឬក៏ email iCloud អញ្ចឹងទៅអញ្ចឹងបើកន្លែងនេះចេញពាក្យ off នេះគឺមានន័យថាអត់មានទេណាអញ្ចឹងបងប្អូនអាចធ្វើការ reset បានអីសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំមានវីដេអូថ្មីមួយចង់ចែកម្លែកបងប្អូនអរគ្នាពីបញ្ហាទូរស័ព្ទ iPhone បងប្អូនដែលប្រើ iPhone អញ្ចឹងបងប្អូនដែលចង់ធ្វើការ hard reset បងប្អូនគួរតែ check មើល cloud ឲ្យបានត្រឹមត្រូវសិនមុននឹងធ្វើការ hard reset ដោយសារបងប្អូនយើងមួយចំនួនគាត់ប្រើ iPhone ហើយគាត់ចង់ធ្វើការឈូសធ្វើការ reset hard reset របស់ខ្លួនឯងអញ្ចឹងពេលខ្លះគាត់ឆែកមើលកន្លែងអត់បានឆែកមើល iCloud ទេអញ្ចឹងពេល reset ទៅពេលខ្លះវាមាន email iCloud នៅក្នុងទូរស័ព្ទយើងវាទាមទារ password ឬក៏ទាមទារ email iCloud អញ្ចឹងទៅហើយបើគាត់ដឹងគាត់ចាំ password អីអត់អីទេប៉ុន្តែបើអត់ចាំទេនេះជាបញ្ហាអញ្ចឹងបងប្អូនមុននឹងធ្វើការ hard reset បងប្អូនគួរតែ check iCloud ឲ្យទៅពេលខ្លះនឹងហើយសម្រាប់បងប្អូនដែលគាត់យល់ឬក៏គាត់ចេះហើយគឺអត់អីទេប៉ុន្តែបងប្អូនដែលអត់ទាន់ដឹងអញ្ចឹងអានេះជាបញ្ហាអញ្ចឹងបងប្អូនគួរតែ check មុននឹងធ្វើការ hard reset បងប្អូន check ឲ្យហើយជាទូទៅកន្លែងបងប្អូនចូលមើលកន្លែង Apple ID នេះកន្លែងពេលខ្លះវាអត់ចេញឲ្យទេបងប្អូនដោយសារយើងទីមួយទូរស័ព្ទរបស់យើងពេលខ្លះវាយូរអីទៅយើងសាញ់ឲ្យចេញបាត់ទៅតែវាអត់ឃើញកន្លែងនេះប៉ុន្តែម៉ាស៊ីនមាន iCloud ឬក៏ពេលខ្លះទូរស័ព្ទយើងធ្វើការ bypass អញ្ចឹងទៅក៏អត់មានចេញកន្លែង email នឹងទៅដែរអញ្ចឹងពេលបងប្អូន reset ទៅគឺវាទាមទារpassword ទាមទារ Apple ID អញ្ចឹងទៅអញ្ចឹងយើងពិបាកដោះស្រាយសម្រាប់វីដេអូនេះខ្ញុំនឹងចង់បង្ហាញបងប្អូនអរគ្នាពីរបៀបឆែក iCloud ហើយនឹងរបៀបធ្វើការ hard reset និង active ឡើងវិញនឹងហើយកុំឲ្យខាត់ពេលយូរអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបឆែក iCloud ពេលខ្លះបងប្អូនយើងចូលកន្លែង setting នេះមកយើងមើលតែកន្លែងនេះអត់មាន email យើងគិតថាវាអត់មានiCloud អីចឹងទៅឬក៏ពេលខ្លះមានដែរប៉ុន្តែយើងអត់បានចាប់អារម្មណ៍យើងទិញមកយើងអត់បានដាក់ទេប៉ុន្តែវា sign in តាមរយៈ Apple ID ចឹងទៅហើយនឹងហើយកុំឲ្យខុសបំណងឬក៏មានបញ្ហាយើងគួរតែ check iCloud ឲ្យបានត្រឹមត្រូវសិនមុននឹងធ្វើការ hard reset អញ្ចឹងដើម្បីធ្វើការ check iCloud បានយើងត្រូវតែទីមួយយើង connect internet ជាមួយទូរស័ព្ទហ្នឹងយើងឥឡូវខ្ញុំដាក់ Wi-Fi បងប្អូនយើងដាក់ Wi-Fi ហើយយើងចូល check នេះ iPhone 13បងប្អូន iPhone 13និយាយទៅ iPhone ស៊េរីពួក iPhone គឺដូចតែគ្នាបងប្អូនអញ្ចឹងមិនថា 13 XS Max ឬក៏អីទេយើងដូចតែគ្នាទេអញ្ចឹងជាដំបូងយើងចូលកន្លែងយើង connect Wi-Fi ហើយបន្តមកទៀតយើងចូល setting មកបន្តមកទៀតយើងគប់ចូលកន្លែង general នេះបងប្អូនហើយយើងចូលកន្លែងបើនេះហើយបន្តមកទៀតយើង copy serial number ហ្នឹងបង serial number កន្លែងនេះខ្ញុំបាំងកន្លែង serial number ហ្នឹងយើងចុចលើវាជាប់មកហ្នឹងបងចុចលើវាជាប់ហើយយើងចុច copy បន្តមកទៀតយើងចូលកន្លែង Safari យើងចូលកន្លែង browser ណាក៏បានដែរបងប្អូនសម្រាប់បងប្អូនចាប់ជ្រុំចូលជ្រុំខ្ញុំចូលតាម Safari អញ្ចឹងបន្តមកទៀតបងប្អូន search មកវាយcheck បងប្អូនយើងដាក់វាយ check iCloud យកមកបន្តមកបងប្អូនឃើញ website នៅលើគេនេះ i unlocker ហ្នឹងបងប្អូនយើង i unlocker ហ្នឹងបងប្អូនចូលទៅនឹងមកចូល website ហ្នឹងមកបន្តមកទៀតយើងserial យើងបាន copy មិញហ្នឹងយើងមកផាសវាកន្លែងនេះបងប្អូនយើងយកមកផាសវាទៅនឹងមកយើងចុចលើវាមកតមកទៅយើងសកត់ទៅជាប់មកនៅបញ្ចេញពាក្យផាសនេះបងកន្លែងពាក្យថាផាសនេះយើងចុចផាសហ្នឹងមកបន្តមកទៀតយើងចុចពាក្យកន្លែង check យើងចាំបន្តិចបងប្អូនចាំបន្តិចមកវាពឹងតែនេះយើងចាំបន្តិចវាពឹង check ហើយបងប្អូនបន្ទាប់ពី check ហើយវាចេញបែបនេះបងប្អូនអញ្ចឹងយើងឃើញហើយទូរស័ព្ទ iPhone 13អញ្ចឹងកន្លែងពាក្យកន្លែងពាក្យនេះបងប្អូនកន្លែងគេដាក់ iCloud lock ហ្នឹងនេះកន្លែងទៅនេះវាចេញពាក្យថា off អញ្ចឹងមានន័យថាទូរស័ព្ទរបស់បងប្អូនអត់មានជាប់ iCloud អីទេប៉ុន្តែបើកន្លែងនេះមានពាក្យ on ណាកន្លែងដែលខ្ញុំចោលនេះកន្លែងនេះបើមានតែពាក្យ on
ចឹងកន្លែងនេះមានន័យថាទូរស័ព្ទបងប្អូនជាប់ iCloud អញ្ចឹងនៅកាលណាពេលយើង reset ទៅវាអាចនឹងទាមទារ password email ឬក៏ email iCloud អញ្ចឹងទៅអញ្ចឹងបើកន្លែងនេះចេញពីអស់នេះគឺមានន័យថាអត់មានទេណាអញ្ចឹងបងប្អូនអាចធ្វើការ hard reset បានអីអត់អីទេមានន័យថាយើងធ្វើការ hard reset ទៅវាអត់ទាមទារ password email អីទេអញ្ចឹងដើម្បី reset យើងចូលមកកន្លែង setting ដដែលមកបន្តមកទៀតបងប្អូនអស់ចូលកន្លែង general ដដែលបងប្អូនបន្តមកទៀតយើងអស់មកលើមកនេះយើងដាក់វាឃើញពាក្យថាtransfer or reset iPhone អញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្តមកទៀតនេះបងប្អូនយើងឃើញពាក្យខាងក្រោមយើងមាន reset ហើយនឹង erase all content and setting អញ្ចឹងបងប្អូនចុចកន្លែងទៅនឹងបងប្អូនកន្លែង erase all ហ្នឹងមកហ្នឹងហើយបន្តមកទៀតយើងចុចទៅការ continue ហ្នឹងមក erase iPhone បងប្អូនចុចមកហ្នឹងហើយបងប្អូនអញ្ចឹងយើងចាំមក play ហ្នឹងបងប្អូនវារៀង CP មិនតិចដែរអញ្ចឹងយើងចាំវាទៅតែពេលវា error ហើយគឺវាបើកធម្មតាវិញយើងចាំបន្តិចមកវាពឹងតែធ្វើការ error បងប្អូនវាពឹងតែ reset អញ្ចឹងនឹងអីសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការ hard reset អីបងប្អូនគួរតែ check ឲ្យទៅពេលខ្លះយើងអត់ដឹងយើងចេះតែ reset ទៅវាអាចនឹងជាប់ទៅយើងដកចេញបងប្អូនដែលគាត់យល់ហើយគាត់ដឹងហើយគឺអីទេតែសម្រាប់បងប្អូនថ្មីដែលគាត់អត់ដែលបានធ្វើការ change ឬក៏គាត់ចង់ធ្វើការreset ដល់ខ្លួនឯងអញ្ចឹងបងប្អូនគួរ check ឲ្យបានត្រឹមត្រូវកុំឲ្យខាតបងអញ្ចឹងមិនថាទូរស័ព្ទ iPhone 13 14អីទេបងប្អូនគឺរៀងស្រៀងគ្នាដូចគ្នាទេយ៉ាងនេះ iPhone 13នឹងឯងបងប្អូនអញ្ចឹងវាពេញហើយយកចេញបែបនេះអញ្ចឹងយើងបើកសារមកបន្តមកទៀតយើងធ្វើការ set up វាមកខ្ញុំចុចអង់គ្លេសយើងយក Cambodia បងប្អូនបន្តមកទៀតយើង continue ហើយនេះបងប្អូនចុចកន្លែង set up without other device មកបន្តបងប្អូនត្រូវតែ connect Wi-Fi connect internet បងប្អូនយើងមក connect internet យើងកាត់join មកនឹងបងយើង connect Wi-Fi ហើយវាចេញបែបនេះជាងចាំតិចទៀតនឹងបងចាំបន្តិចយើងវាដាក់ខ្ញុំបងប្អូនមុននឹងធ្វើការ hard reset បងប្អូនគួរតែឆែកទៅហើយទៅកុំឲ្យខាតបងហើយបន្តមកទៀតយើងធ្វើការចុចកន្លែង continue នឹងបងប្អូនចេញបែបនឹងបងបន្តមកទៀតបងប្អូនចុចកន្លែងបងប្អូនដាក់18ឬក៏ order ហ្នឹងមានន័យថាយើងចាប់ពីនឹងអីសម្រាប់អានេះខ្ញុំ recommend ឲ្យបងប្អូនចុចកន្លែង18ឬក៏ order ហ្នឹងទៅបងប្អូនដោយសារនេះសម្រាប់ក្មេងៗអញ្ចឹងយើងចុចទៅនេះមកបន្តមកទៀតយើងចុច set up letter នេះបងប្អូន don't use code បងប្អូនហ្នឹងបងប្អូនកន្លែងនេះយើងចុចកន្លែង don't transfer anything ដោយសារយើង reset ហ្នឹងបងចុចទៅហ្នឹងហើយចុចកន្លែង forgot password or don't have អញ្ចឹងមកហ្នឹងមកបងកាត់ហើយ set up letter don't use បងប្អូនហើយយើងចុច agree continue ទៅមកយើង not now បង letter បងប្អូនយើងចុច set up letter ហ្នឹងមកទៀតមក don't send continue បងប្អូនហើយអញ្ចឹងមានតែប៉ុណ្្នឹងនេះវីដេអូនេះសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការឈប់
rồi có những hai ta chụpបងប្អូនអាចធ្វើតាមវីដេអូនេះបានបងប្អូនយើងឆែកឲ្យហើយបើសិនជាមាន iCloud មានអីយើងកុំreset អីព្រោះដោយសារដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺតែកាលណាយើងមាន email មានអញ្ចឹងទៅវាបាក់ហ្នឹងហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបើបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់អីបងប្អូនអាចជួយ follow page ឬក៏ subscribe channel YouTube មួយមកដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមអរគុណ